ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងករណីបន្ថែមឬក៏ដំឡើងពន្ធគយរបស់លោកដូណាល់ត្រាំចំពោះប្រទេសទូទាំងពិភពលោកណាជាពិសេសនៅក្នុងប្រទេសយើងផ្ទាល់នឹងតែម្ដងមានមតិពុកម៉ែបងប្អូនមួយចំនួនហ្នឹងយល់ថាការដំឡើងពន្ធហ្នឹងមិនសូវជាខ្លាចជាបញ្ហាចោតឬក៏សំខាន់អីណាស់ណាប៉ុន្តែមានបងប្អូនមួយចំនួនហ្នឹងគឺយកចិត្តទុកដាក់ឬក៏បារម្ភខ្លាំងមែនតើចំពោះបញ្ហាពន្ធនេះមែនតើទៅនៅក្នុងការអនុគ្រោះរយៈពេល90ថ្ងៃដែលលោកដូណាល់ត្រាំផ្ដល់ឲ្យប្រទេសនានាទូទាំងពិភពលោកហ្នឹងគឺទាំងគេទាំងយើងគឺព្យាយាមខ្លាំងមែនតើនៅក្នុងការទៅចរចាឬក៏រកដំណោះស្រាយណាមួយដែលអាចដោះស្រាយគ្នាដើម្បីបន្ធូរបន្ថយពន្ធនឹងអីចឹងទៅជាក់ស្ដែងដូចវៀតណាមហ្នឹងឥឡូវហ្នឹងក៏យើងឃើញថាការដែលចរចាហ្នឹងមើលទៅមិនជាដំណើរការរលូនទេដោយសារតែខាងអាមេរិកហ្នឹងចង់ឲ្យវៀតណាមហ្នឹងឈប់ទទួលឬក៏ទិញទំនិញឬក៏វត្ថុធាតុដើមផ្សេងៗមកពីប្រទេសចិនអីចឹងទៅប៉ុន្តែវៀតណាមគឺអត់អាចបោះបង់ការទិញវត្ថុធាតុដើមពីប្រទេសចិនបានទេអញ្ចឹងអាហ្នឹងគឺជាបញ្ហាចោតសម្រាប់វៀតណាមព័ត៌មានដែលនេះខ្ញុំនាំយកមកជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះវាមិនមែនជាបញ្ហានៅជុំវិញប្រទេសយើងឬក៏នៅខាងអាស៊ីយើងទេបានន័យថាវាគឺជាចំណុចមួយដែលយើងមើលឃើញបញ្ហាចោតជាធំចំពោះបញ្ហាពន្ធដែលលោកដូណាល់ត្រាំដាក់នឹងព្រោះឥឡូវហ្នឹងសូម្បីតែប្រទេស G7 ដែលជាប្រទេសប្រជាធិបតេយ្យឧស្សាហកម្មដែលធំបំផុតទាំង7នៅក្នុងពិភពលោកគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេហើយជាពិសេសពាក់ព័ន្ធទៅនឹងឧស្សាហកម្មអញ្ចឹង G7 នេះគឺខ្លាំងមែនទែននៅក្នុងចំណោមពិភពលោកយើងគឺសេដ្ឋកិច្ចហ្នឹងគឺមហាសាលប៉ុន្តែក្រុមប្រទេសទាំង7នេះនៅតែជួបបញ្ហាប្រឈមយ៉ាងខ្លាំងបន្ទាប់ពីលោកដូណាល់ត្រាំដាក់ពន្ធហើយអញ្ចឹងព័ត៌មាននៅក្នុងវីដេអូនេះនឹងផ្ដើមឡើងចេញពីមេដឹកនាំហិរញ្ញវត្ថុនៃក្រុម G7 កំពុងតែព្យាយាមដោះស្រាយឬក៏បន្ថយចំនួនឬក៏បញ្ហាចោតដែលបណ្ដាលមកពីការដាក់ពន្ធរបស់លោកដូណាល់ត្រាំនេះខ្ញុំសូមបញ្ជាក់តិចទៀតសិនពុកម៉ែបងប្អូនទាំងអស់គ្នា G7 ឬក៏ G7 នេះគឺជាក្រុមឬក៏ក្រុមមួយដែលមាន7ប្រទេសនិយាយឲ្យខ្លីទៅគឺ7ប្រទេសរាំងពីលើចុះក្រោមដែលមានសេដ្ឋកិច្ចនឹងធំជាងគេលើពិភពលោកអញ្ចឹងគេមាន G4 G7 G20 អីចឹងទៅអញ្ចឹង G7 នេះគឺជា7នៅលើគេដែលមេដឹកនាំហិរញ្ញវត្ថុមកពីក្រមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មទាំង7នេះគឺកំពុងតែព្យាយាមបន្ថយចំនួនឬក៏បន្ថយភាពតានតឹងជុំវិញការដាក់ពន្ធពីសំណាក់ប្រធានាធិបតីដូណាល់ត្រាំនៅភ្នំរ៉ុកគីរបស់កាណាដាកាលពីថ្ងៃពុធដើម្បីឈានទៅដល់កិច្ចព្រមព្រៀងរួមមួយលើសេចក្តីថ្លែងការណ៍រួមដែលអាចក្តោបជុំវិញបញ្ហាពន្ធឬក៏ដោយសារតែវាមានរឿងផ្សេងពាក់ព័ន្ធជាច្រើនទៀតហើយនៅក្នុងជំនួបឬក៏គេព្យាយាមសម្រួលនេះមានរឿងច្រើនមែនតើវាមិនមែនមានត្រឹមថាការបន្ធូរបន្ថយពន្ធទៅវិញទៅមកឬក៏ការលើកលែងពន្ធដើម្បីរួចពន្ធនោះទេគេមានរឿងដូចជាការគ្រប់គ្រងរបស់អ៊ុយក្រែនការគម្រាមកំហែងពីគោលនយោបាយសេដ្ឋកិច្ចរបស់ចិននិងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុនិងការជួញដូរគ្រឿងញៀនជាដើមឥឡូវនេះចំពោះការគម្រាមកំហែងពីគោលនយោបាយសេដ្ឋកិច្ចចិនហ្នឹងបានន័យថាវាមានដំណោះស្រាយជាច្រើនបើសិនជាប្រទេស G7 ហ្នឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចឬក៏ការគម្រាមកំហែងពីចិនបានច្រើនហ្នឹងអាហ្នឹងក៏ជាផ្លូវមួយអាចសម្រួលពន្ធជាមួយនឹងលោកដូណាល់ត្រាំបានដែរដូចដែលបានជម្រាបមកពីវីដេអូមុនចឹងដែលលោកដូណាល់ត្រាំតម្លើងពន្ធមួយពិភពលោកហ្នឹងគឺមិនមែនគាត់មានគំនុំឬក៏គាត់ចង់រត់កលប្រទេសមួយពិភពលោកទេគឺគាត់អាចនិយាយបានថាខ្លាចឬក៏បារម្ភឧបសគ្គធំរបស់សេដ្ឋកិច្ចឬក៏ប្រទេសអាមេរិកឬក៏អ្នកដែលអាមេរិកចង់រត់កលហ្នឹងគឺជាប្រទេសចិនទៅវិញទេមួយទៀតពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអ ுக ្រិតកម្មនិងហិរញ្ញវត្ថុនិងការជួញដូរគ្រឿងញៀនហ្នឹងគឺវាមានមកជាហូរហែកន្លងមកហើយវាគឺជាបញ្ហាទូទៅដែលយើងឃើញកន្លងមកដែលសូម្បីតែកាណាដាមិចស៊ិកឬក៏ប្រទេសមួយចំនួនដែលលោកដូណាល់ត្រាំតម្លើងពន្ធមុននឹង tariff នឹងទៅទៀតហ្នឹងក៏ពាក់ព័ន្ធទៅនឹងរឿងអស់ហ្នឹងដែរអញ្ចឹងខ្ញុំអត់ចាំបាច់លំអិតច្រើនទេបាននិយាយពីដំណើរការនៃកិច្ចប្រជុំនេះវិញគឺ G7 នេះគឺអាចនិយាយបានថាការប្រជុំលើកនេះគឺជា G6+1 ដែលបញ្ចប់កិច្ចប្រជុំនេះដោយយើងឃើញថាកាណាដាជប៉ុនអាល្លឺម៉ង់ហើយនិងបារាំងអង់គ្លេសព្រមទាំងអ៊ីតាលីជាដើមហ្នឹងសម្ដែងការព្រួយបារម្ភឬក៏គេនិយាយជារួមតែម្ដងហ្នឹងគឺបារម្ភនិងប៉ះទង្គិចខ្លាំងថាគ្រប់យ៉ាងហ្នឹងគឺមកពីពន្ធគយតែមួយមុខគត់គឺពន្ធគយរបស់អាមេរិកដែលដាក់ហ្នឹងណាបានន័យថាប្រទេសទាំងអស់ហ្នឹងគឺជួបបញ្ហារៀងៗខ្លួនហើយបញ្ហាទាំងអស់នៅពេលដែលជីកឬជីកគល់ទៅគឺមកពីពន្ធ tariff ដែលអាមេរិកដាក់នឹងឯងហើយត្បិតតែពន្ធគយរបស់លោកដូណាល់ត្រាំនេះកំពុងតែធំទូលាយឬក៏កំពុងតែវាអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែប្រភពរបស់ G7 ហ្នឹងបានផ្ដល់ដំណឹងថាពួកគេអត់មានបានបោះបង់ឬក៏មានគោលនយោបាយតានតឹងឬក៏ព្យាយាមតដៃជាមួយនឹងសហរដ្ឋអាមេរិកទេប៉ុន្តែកំពុងតែប្រឹងប្រែងស្វែងរកការសម្របសម្រួលមួយជាមួយនឹងលោក Biden ដែលជារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលជាតិរបស់អាមេរិក
អញ្ចឹងបានន័យថាកូនសោនៅក្នុងការដោះស្រាយឬក៏សម្រួលរវាង G7 ជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងគឺលោក Besen នឹងឯងដែលជាតួឯករបស់យើងនៅក្នុងថ្ងៃនេះអ្នកនាំពាក្យរបស់មន្ត្រីហិរញ្ញវត្ថុបារាំងគឺបានសម្ដែងថាកិច្ចប្រជុំទ្វេភាគីរវាងបារាំងជាមួយនឹង Besen ហ្នឹងគឺល្អប្រសើរខ្លាំងគួរឲ្យកត់សម្គាល់ដោយសារតែយើងមានការពិភាក្សាដោយស្មោះត្រង់រវាងសម្ព័ន្ធមិត្តបានន័យថាគឺគេនិយាយគ្នាត្រង់ទៅត្រង់មកតែម្ដងចំពោះអ៊ីតាលីវិញយល់ថាការដោះស្រាយឬក៏ផ្សះផ្សារវាងអ៊ីតាលីឬក៏ G7 ជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងគឺអ៊ីតាលីកំពុងតែជំរុញសំណើទៅកាន់ប្រទេសដែលធ្វើអាជីវកម្មគាំទ្រទៅដល់រុស្ស៊ីបានន័យថាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដូចយើងឃើញអញ្ចឹងកិច្ចប្រជុំហ្នឹងមាន3ចំណុចសំខាន់មានមួយហ្នឹងពាក់ព័ន្ធទៅនឹងការគម្រាមកំហែងពីគោលនយោបាយសេដ្ឋកិច្ចរបស់ចិនរឿងគោលនយោបាយសេដ្ឋកិច្ចរបស់ចិនហ្នឹងក៏ពាក់ព័ន្ធខ្លាំងជាមួយនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនដែរដោយសារតែមានទំនាក់ទំនងគឺរុស្ស៊ីទទួលបានជំនួយឥតលះហែពីចិនហើយចំពោះរុស្ស៊ីផ្ទាល់ហ្នឹងគឺជាប់ទណ្ឌកម្មសេដ្ឋកិច្ចអញ្ចឹងអ៊ីតាលីឥឡូវនេះកំពុងតែដឹកផ្ញើសារទៅកាន់ប្រទេសទាំងអស់ដែលធ្លាប់ធ្វើពាណិជ្ជកម្មជួយទៅដល់រុស្ស៊ីអញ្ចឹងពាណិជ្ជកម្មជួយទៅដល់រុស្ស៊ីហ្នឹងមិនមែនជាពាណិជ្ជកម្មបើកមុខអីទេតែគ្រាន់តែថាដូចជួយដែលមិនចេញមុខអញ្ចឹងដោយបើសិននិយាយថាប្រទេសទាំងអស់ដែលធ្វើពាណិជ្ជកម្មជួយទៅដល់រុស្ស៊ីហ្នឹងគឺអត់ទទួលបានមូលនិធិសម្រាប់ការកសាងឡើងវិញនៃអ៊ុយក្រែនទេបានន័យថាគេមានគម្រោងថានៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សង្គ្រាមគេនឹងមានគម្រោងមួយដើម្បីស្ដារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញដូចយើងដឹងចឹងអ៊ុយក្រែនមានរ៉ែដ៏មហាសាលនិងមាន business ឬក៏ពាណិជ្ជកម្មជាច្រើនដែលអាចមានទំនាក់ទំនងលើពិភពលោកចឹងគេនឹងមានមូលនិធិឬក៏គម្រោងកសាងប្រទេសនឹងឡើងដែលជាឱកាសសម្រាប់ប្រទេសជាច្រើននៅក្នុងការវិនិយោគចឹងឥឡូវហ្នឹងដូចគម្រាមចឹងថាប្រទេសណាដែលកំពុងតែធ្វើពាណិជ្ជកម្មឬក៏កំពុងតែរកស៊ីហើយជួយរុស្ស៊ីដោយប្រយោលក៏ដោយផ្ទាល់ក៏ដោយហ្នឹងគឺនឹងគ្មានចំណែកនៅក្នុងការទទួលបានការវិនិយោគឬក៏ធ្វើពាណិជ្ជកម្មនៅពេលដែលចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែននឹងទេហើយក្នុងនេះយើងភ្ជាប់ទៅចិនដែលយើងឃើញថាចិនហ្នឹងគឺជាតួអង្គដ៏សំខាន់ដែលជួយរុស្ស៊ីឲ្យផុតពីទណ្ឌកម្មរបស់លោកខាងលិចឬក៏ពិភពលោកតែម្ដងដែលចិននេះគឺជាអ្នកបញ្ជូនទំនិញបច្ចេកវិទ្យាខ្ពស់ដែលប្រទេសផ្សេងហ្នឹងអត់មានអ្នកណាហ៊ាន supply ឬក៏ផ្គត់ផ្គង់សម្ភារៈទាំងអស់ហ្នឹងទៅឲ្យរុស្ស៊ីទេគឺមានតែចិនទេដែលហ៊ានហើយគ្រឿងបន្លាស់បច្ចេកវិទ្យាខ្ពស់ហ្នឹងដូចជាគ្រឿងបន្លាស់ឬក៏យន្តហោះគ្មានមនុស្សបើកអីជាដើមអញ្ចឹងចិនហ្នឹងគឺជាអ្នកជួយផ្ទាល់តែម្ដងទៅរុស្ស៊ីហើយនឹងក្រៅពីចិនហ្នឹងមានប្រទេសជាច្រើនទៀតដែលជាអ្នកជួយរុស្ស៊ីអញ្ចឹងអ៊ីតាលីកំពុងតែដោះស្រាយលើបញ្ហាហ្នឹងដែលគេយល់ថារឿងហ្នឹងគឺវាពាក់ព័ន្ធគ្នាគឺពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចរបស់ចិនដែរដោយសារតែបើសិនជាអាចថារុស្ស៊ីឈ្នះឬមួយក៏អីចឹងទៅគឺវាពាក់ព័ន្ធទៅនឹងគោលនយោបាយសេដ្ឋកិច្ចរបស់ចិនច្រើនព្រោះចិនជួយរុស្ស៊ីឬក៏ធ្វើអីគ្រប់បែបយ៉ាងហ្នឹងមិនមែនចំណាយដល់អត់ប្រយោជន៍ទេគឺពាក់ព័ន្ធទៅនឹងគោលនយោបាយសេដ្ឋកិច្ចរបស់គេដូចគ្នាចំណែកឯគណៈប្រតិភូរបស់ក្រម G7 នេះផ្ទាល់ពិភាក្សាគ្នាថាពួកគេចង់កាត់បន្ថយតម្លៃប្រេងរបស់ប្រទេស G7 ឲ្យនៅត្រឹមឬក៏តម្លៃក្នុងរង្វង់$60លើប្រេងឆៅរបស់រុស្ស៊ីអញ្ចឹងអានឹងវាប្រៀបដូចជាការដាក់គំនាបឬក៏បន្ថែមសម្ពាធផ្ទាល់ទៅនឹងរុស្ស៊ីអញ្ចឹងដោយសារតែរុស្ស៊ីពឹងផ្អែកខ្លាំងទៅលើប្រេងដូចគ្នាហើយពួកគេនិយាយថាគេរំពឹងថានឹងមានការពិភាក្សាយ៉ាងតឹងរ៉ឹងទៅលើតម្លៃទំនិញឬក៏កំណត់តម្លៃឲ្យច្បាស់លាស់អញ្ចឹងហ្មងអញ្ចឹងបើសិនជាគេធ្វើអានឹងបានគឺជាការដាក់សម្ពាធយ៉ាងខ្លាំងឬសម្ពាធដ៏មានប្រសិទ្ធភាពទៅកាន់រុស្ស៊ីហើយនឹងចិនដូចគ្នាចំពោះសហភាពអឺរ៉ុបវិញក៏មានសកម្មភាពដូចគ្នាដោយសហភាពអឺរ៉ុបនឹងព្យាយាមជំរុញឲ្យមានការបន្ទាបកម្រិតតម្លៃទំនិញណាដែលខ្លួនឯងផ្ទាល់ហ្នឹងគឺកំពុងតែកាន់មុខងារមួយគឺពាក់ព័ន្ធទៅនឹងកញ្ចប់ទី18នៃការប្រឆាំងឬក៏ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីពាក់ព័ន្ធទៅនឹងធម្មពលនិងការផ្ដល់ហិរញ្ញប្បទានដល់ការបញ្ជៀសទណ្ឌកម្មអីផ្សេងៗអញ្ចឹងអឺរ៉ុបហ្នឹងចូលរួមប៉ុណ្ណឹងគឺពាក់ព័ន្ធទៅនឹងការកម្រិតតម្លៃទំនិញហើយក្រៅពីកិច្ចខិតខំប្រឹងប្រែងឬក៏ផលដែលបានមកពីកិច្ចប្រជុំនិងទង្វើធំមួយចំនួននេះនៅមានរឿងមួយចំនួនទៀតដែលជាឥទ្ធិពលសម្ងាត់ឬក៏អាចនិយាយបានថាអាចនឹងអ្នកមួយចំនួនអត់សូវនឹងកត់សម្គាល់ទេពីអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានានៅក្នុងការដែលទទួលបានការសម្របសម្រួលពន្ធពីសំណាក់សហរដ្ឋអាមេរិកដែលមន្ត្រីអឺរ៉ុបទី2បាននិយាយថាការចូលរួមរបស់ Biden នៅក្នុងកិច្ចប្រជុំ G7 ហ្នឹងនិងកិច្ចខិតខំប្រឹងប្រែងដែលអាចសម្របសម្រួលគ្នាបានគឺ Biden នឹងបានរំលងកិច្ចប្រជុំហិរញ្ញវត្ថុដ៏សំខាន់មួយនៅ G7 នៅអាហ្វ្រិកខាងត្បូងកាលពីខែកុម្ភៈដែលបានចោទជាសំណួរបន្ថែមទៀតយ៉ាងច្រើនដល់លោក Donald Trump អញ្ចឹងអានឹងអាចនិយាយបានថាវាក៏ជាសម្ពាធផងទៅដល់លោក Donald Trump ឲ្យគិតគូរឡើងវិញនៅក្នុងការស
សម្របសម្រួលឬក៏បន្ធូរបន្ថយពន្ធដូចគ្នាដោយមន្ត្រីអឺរ៉ុបហ្នឹងបានបញ្ជាក់ថាសារដែលពួកគេកំពុងតែបញ្ជូនទៅកាន់Besen ឬក៏មន្ត្រីរដ្ឋាភិបាលជាតិរបស់សហរដ្ឋអាមេរិកហ្នឹងគឺពន្ធគយមិនមែនជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះការដោះស្រាយអតុល្យភាពនៃពិភពលោកទេបានន័យថា Donald Trump ដែលដាក់ពន្ធគយហ្នឹងគឺដើម្បីដោះស្រាយអតុល្យភាពសេដ្ឋកិច្ចរបស់ពិភពលោកប៉ុន្តែមែនតែនទៅពន្ធគយតាមមុខហ្នឹងគឺអត់អាចដោះស្រាយបានទេដូចយើងឃើញចឹងអ៊ីតាលីលើកឡើងរឿងអ៊ុយក្រែនដែលអាចគៀបសង្កត់សេដ្ឋកិច្ចរបស់រុស្ស៊ីហើយនិងចិននិងប្រទេសនានាដែលកំពុងតែជួយរុស្ស៊ីដោយផ្ទាល់និងដោយប្រយោលហើយនឹងប្រទេសផ្សេងទៀតហ្នឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងអ ுக ្រិតកម្មហិរញ្ញវត្ថុនិងការជួញដូរគ្រឿងញៀនអីជាដើមដែលពួកគេយល់ថាក្រៅពីពន្ធគយគឺការដែលធ្វើឬក៏បណ្ដាលឲ្យមានអ ுக ្រិតកម្មទាំងអស់នឹងឯងដែលធ្វើឲ្យមានអតុល្យភាពសេដ្ឋកិច្ចទូទាំងពិភពលោកចំណែកឯជប៉ុនវិញមើលឃើញថាការដែលមានលុយហើមឬមួយក៏ចំណងសេដ្ឋកិច្ចអីទាំងអស់នឹងមិនស្មើគ្នាហ្នឹងក៏ជាបញ្ហាដែរដោយយើងសង្កេតឃើញថាគឺមានកិច្ចប្រជុំទ្វេភាគីមួយបានធ្វើឡើងរវាងលោក Besen និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានព្រមព្រៀងគ្នាថាអត្រាប្តូរប្រាក់យេននាពេលបច្ចុប្បន្នហ្នឹងគឺកំពុងតែឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះដែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថាពួកគេនឹងពិភាក្សាឬក៏ពង្រីកលម្អិតពីកម្រិតរូបិយប័ណ្ណជាក់លាក់ពាក់ព័ន្ធទៅនឹងអត្រាប្តូរប្រាក់ដុល្លារនិងយេននាពេលបច្ចុប្បន្នគឺជាមូលដ្ឋានគ្រឹះនៃកិច្ចប្រជុំមួយហ្នឹងចាំនេះខ្ញុំសរុបបញ្ហាដែលប្រទេសនានាកំពុងតែជួបប្រទះជាមួយនឹងសហរដ្ឋអាមេរិកនៅខាងចុងបញ្ហារូបិយប័ណ្ណនេះគឺអាចនិយាយបានថាគឺជាកត្តាមួយដ៏ធំនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុននៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឬក៏ការបន្ថយពន្ធជាមួយសហរដ្ឋអាមេរិកឬក៏អាចនិយាយឲ្យខ្លីថាដោយសារតែអត្រាប្តូរប្រាក់យេនរបស់ជប៉ុនជាមួយនឹងលុយដុល្លារអាមេរិកហ្នឹងគឺមានការឡើងចុះខ្លាំងអញ្ចឹងជប៉ុនហ្នឹងកំពុងតែជួបបញ្ហានឹងឯងដែលកំពុងតែព្យាយាមធ្វើយ៉ាងណាដោះស្រាយបញ្ហាពន្ធជាមួយនឹងសហរដ្ឋអាមេរិកឲ្យបានបើសិនជាដោះស្រាយរឿងពន្ធអត់បានទេរឿងលុយយេនអាមេរិកហ្នឹងអាចកាន់តែធ្លាក់កាន់តែចុះអញ្ចឹងទៅចំណែកឯប្រទេសកាណាដាវិញបានប្រាប់សារព័ត៌មានថាលោកក៏មានជំនួបមួយដ៏ល្អជាមួយនឹង Besen ឬក៏មន្ត្រីរដ្ឋាភិបាលជាតិរបស់សហរដ្ឋអាមេរិកដូចគ្នាប៉ុន្តែទោះយ៉ាងណាគាត់បានត្រឹមតែបង្ហើបថាជំនួបរបស់គាត់ជាមួយនឹងខាងអាមេរិកហ្នឹងគឺល្អឬក៏ចុះសម្រុងប៉ុន្តែគាត់អត់ព្រមផ្ដល់សេចក្តីថ្លែងការណ៍លម្អិតឬក៏ព័ត៌មានជាក់លាក់ថាពួកគាត់បានប្រជុំគ្នាពីអីខ្លះទេហើយក្រៅពីហ្នឹងលោក Besen នេះក៏មានជំនួបជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អាល្លឺម៉ង់កាលពីថ្ងៃពុធដែរប្រពន្ធអាល្លឺម៉ង់មួយនៅឯកិច្ចប្រជុំ G7 បានពណ៌នាពីការពិភាក្សានេះថាគឺជាការផ្លាស់ប្ដូរដែលបើកចំហនិងស្ថាបនាដែលមានរយៈពេលយូរជាងការគ្រោងទុកហើយអ្នកទាំងពីរបានព្រមជួបគ្នាម្ដងទៀតនៅក្នុងទីក្រុង Washington បន្ទាប់ពី Besen បន្តការអញ្ជើញអាល្លឺម៉ង់ហ្នឹងទៅ Washington ឥឡូវនេះខ្ញុំបញ្ជាក់ពីបញ្ហារួមដែលប្រទេសទាំងអស់នឹងកំពុងតែជួបប្រទេសហាមានទាំងជប៉ុនអាល្លឺម៉ង់បារាំងនិងអ៊ីតាលីគឺសុទ្ធតែប្រឈមមុខនឹងការកើនឡើងទ្វេដងនៃកាតព្វកិច្ចរបស់សហរដ្ឋអាមេរិករហូតដល់ 20% ឬច្រើនជាងនេះនៅដើមខែកក្កដាបានន័យថាបើសិនជាពួកគេអត់អាចដោះស្រាយបញ្ហានឹងបានទេចាប់ពីខែកក្កដានឹងទៅម្នាក់យ៉ាងហោចណាស់ក៏ 20% ដែរពាក់ព័ន្ធទៅនឹងពន្ធហ្នឹងចំណែកឯចក្រភពអង់គ្លេសបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានកំណត់ទុកជាមួយនឹងពន្ធ 10% របស់សហរដ្ឋអាមេរិកនៅលើទំនិញភាគច្រើនអញ្ចឹងរៀងធូរជាងគេបន្តិចចំណែកឯម្ចាស់ផ្ទះដែលជាប្រទេសកាណាដាហ្នឹងគឺក្រៅពីពន្ធដែលអាមេរិកដាក់ថ្មីហ្នឹងគឺមានពន្ធរួចស្រេចទៅហើយ 25% ដាច់ដោយឡែកដែលលោក Donald Trump បានដាក់លើការនាំចេញជាច្រើនដូចយើងដឹងអញ្ចឹងគឺអាមេរិកបានដាក់ទៅលើកាណាដាមិចស៊ិកហើយនិងចិនហ្នឹងមុនកើតមានពន្ធ tariff នេះទៅទៀតអញ្ចឹងជាខ្លីមកពុកម៉ែបងប្អូនទាំងអស់គ្នាពន្ធ tariff ដែលលោក Donald Trump ដាក់ទៅលើប្រទេសទូទាំងពិភពលោកហ្នឹងគឺវា concern ខ្លាំងដែរដែលយើងអាចមើលឃើញថាសូម្បីតែប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង7លើពិភពលោកហ្នឹងក៏កំពុងតែបារម្ភខ្លាំងកំពុងតែស្វិតស្វាញនៅក្នុងការដែលរកដំណោះស្រាយដោះស្រាយបញ្ហាពន្ធដែលអាមេរិកបានដាក់នឹងដែរបើសិនជាវាមានផលប៉ះពាល់ប្រហែលជាគេអត់ខិតខំប្រឹងប្រែងអីទាំងអស់ហ្នឹងទេជាពិសេសដូចអ៊ីតាលីអញ្ចឹងកំពុងតែដាក់សំណើឬក៏ដាស់តឿនប្រទេសនានាដែលកំពុងតែធ្វើពាណិជ្ជកម្មមានសេដ្ឋកិច្ចគ្រប់គ្រងទៅនឹងរុស្ស៊ីជាដើមណាអាចនិយាយបានថាពន្ធហ្នឹងគឺវាធ្ងន់ខ្លាំងរហូតដល់ធ្វើឲ្យប្រទេសផ្សេងហ្នឹងលះបង់ធ្វើរឿងផ្សេងជាច្រើនធ្វើមិនបាច់ឲ្យតែរួចពន្ធហ្នឹងអញ្ចឹងវាមិនមែនជារឿងធម្មតាឬក៏វាមិនមែនជារឿងអីដែលស្រាលដែលយើងអាចមើលរំលងបានទេតែថាទៅបើសិនជាវាមិនមែនជារឿងធ្ងន់មិនមែនជារឿងដែលបង្ខំឬក៏ដាក់សម្ពាធឲ្យប្រទេសទាំងអស់ហ្នឹងទេក៏ប្រហែលជាលោក Donald Trump អត់ធ្វើដែរអញ្ចឹងព័ត៌មានឬក៏វីដេអូនេះមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានជ្រាបថាសូម្បីប្រទេសដែលធំហ្នឹងក៏ព្យាយាមរកដំណោះស្រាយផ្សេងមកចរចាជាមួយនឹងសហរដ្ឋអាមេរិកដូចគ្នាដើម្បីបន្ធូរបន្ថយឬក៏រួចពន្ធ tariff ហ្នឹងចំណែកឯ
ប្រទេសជុំវិញយើងឬក៏ប្រទេសយើងនៅក្នុងការចរចាពន្ធឬក៏បធូរបថយហ្នឹងយ៉ាងណាប្រហែលជាយើងជួបគ្នានៅវីដេអូក្រោយៗដោយសារតែឥឡូវនេះនាងខ្ញុំអត់ទាន់មានតន្ន័យថាប្រទេសណាបានចរចាហើយ100%បានទទួលបានលទ្ធផលបែបណានោះទេចឹងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចំណុចនេះកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបើសិនជាមានអត្ថបទឬមួយក៏ប្រធានបទណាដែលចង់បានអាច comment បាននៅខាងក្រោមចាំនាងខ្ញុំនឹងព្យាយាមនៅក្នុងការស្រាវជ្រាវហើយនឹងយកមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាវិញអរគុណជម្រាបលាបាយបាយ